ជំរាបសួរលោកគ្រូខ្ញុំឈ្មោះកែងគំរាមមកពីក្រុម SU5 ដោយថ្ងៃនេះខ្ញុំនឹងធ្វើបទបង្ហាញអំពី comment មួយចំនួនដើម្បី control ទៅលើ hardware នៅក្នុង Linux ចាឥឡូវយើងចាប់ផ្ដើមពី comment ទី1ប៉ុន្តែមុននឹងឈានដល់ការ test នៅ comment ទាំងអស់នោះខ្ញុំធ្វើការ SSH ចូលទៅក្នុង server របស់ខ្ញុំសិនជាដំបូងខ្ញុំធ្វើការឆែក IP របស់ខ្ញុំសិនតោះមកខ្ញុំធ្វើការ SSH ដែល publisher ជាងcommand ទី1គឺយើងប្រើប្រាស់វាដើម្បីឆែកទៅលើ space CPU របស់យើងអញ្ចឹងដើម្បីឆែកយើងប្រើ command ls cpu ចឹងនេះគឺជា information តាក់ទងទៅនឹង CPU របស់យើងអញ្ចឹងបន្ទាប់មកទៀតដើម្បី check តាក់ទងទៅនឹង monitor តាក់ទងទៅនឹង RAM អីចឹងកន្លែងហ្នឹងយើងត្រូវតម្រូវឲ្យយើង install នៅ monitor ចាឥឡូវខ្ញុំ search នៅការ install នៅ monitor គឺ sudo apt install htop តែមកដើម្បីតេស្តថាយើងបាន install success អត់យើងអាចវាយថា htop អញ្ចឹងដើម្បី quit យើងអាចសរសេរ command C បន្ទាប់មកដើម្បី check RAM យើងអាចសរសេរ free.h ហើយតើតងទៅនឹងការឆែក disk យើងអាច ds.h មួយទៀតយើងអាចធ្វើការឆែកទៅលើ disk របស់ device យើងដោយប្រើ command lsblk បន្ទាប់មកទៀតបើសិនជាយើងចង់ឆែក IP address យើងអាចវាយ IPA ហើយមួយទៀតបើសិនជាយើងចង់ឆែកទៅលើ process របស់យើងយើងអាចវាយ PS ឬក៏ PSAUX ជានេះគឺជា process ទាំងអស់របស់យើងក្នុងករណីដែលយើងចង់ clear ទៅលើ process ណាមួយយើងអាចវាយ command clear ដក9កន្លែងហ្នឹងក្នុងករណីដែល PID ខ្លះយើងអាច clear វាបានទេអញ្ចឹងដើម្បី force វាយើងអាចដាក់ដក9បានឥឡូវខ្ញុំធ្វើការ test ទៅលើ ID មួយបន្តមកទៀតខ្ញុំធ្វើការឆែក HMI តមក command ចុងក្រោយគឺតើតើនឹងការ shut down